ขณะดังน้อมขายสิมเรียบในน้อมมนตีអង្គភាពជំវិញខេត្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រក5ឲ្យសម្រេចបានជោគជ័យតាមគោលដៅដែលបានគ្រោងទុកនៅថ្ងៃទី8ខែមិថុនាឆ្នាំ2026រដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសស្ដីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិចូលអជោប្រចាំឆ្នាំ2026ដើម្បីពិនិត្យមើលសមិទ្ធផលដែលអនុវត្តបានកន្លងមកទាំងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិការពង្រឹងសមត្ថភាពមន្ត្រីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានមានប្រសាសន៍ក្នុងឱកាសនោះលោកសុកថុលអភិបាលរងខេត្តបានណែនាំដល់គ្រប់មន្ទីរអង្គភាពជំវិញខេត្តនិងរដ្ឋបាលក្រុងស្រុកត្រូវបន្តពង្រឹងការអនុវត្តផែនការសកម្មភាពដែលបានគ្រោងទុកឲ្យមានប្រសិទ្ធភាពខ្ពស់ទន្ទឹមនឹងនោះត្រូវរៀបចំឯកសារទូទាត់កញ្ចប់ថវិកាឲ្យបានទៀងទាត់និងត្រឹមត្រូវតាមផែនការសកម្មភាពរបស់ខ្លួនដើម្បីរដ្ឋបាលខេត្តងាយស្រួលក្នុងការពិនិត្យនិងរៀបចំទូទាត់ថវិកាជូនទៅតាមយន្តការកំណត់លោកសុកថុលក៏បានសំណូមពរដល់រដ្ឋបាលក្រុងស្រុកឃុំសង្កាត់ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារបូកសរុបនិងវិតម្លៃរបាយការណ៍វឌ្ឍនភាពការងារឲ្យបានច្បាស់លាស់និងផ្ញើមកកាន់រដ្ឋបាលខេត្តឲ្យបានទាន់ពេលវេលាដើម្បីរដ្ឋបាលខេត្តដាក់ជូនទៅក្រសួងឲ្យបានទាន់ពេលវេលាផងដែរក្រុមមន្ទីរអង្គភាពពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ត្រូវរួមគ្នាយ៉ាងសកម្មក្នុងការគ្រប់គ្រងនិងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រក5ឲ្យសម្រេចបានជោគជ័យតាមគោលដៅក្នុងន័យរួមចំណែកលើកម្ពស់ជីវភាពនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់លោកអភិបាលរងខេត្តក៏បានណែនាំដល់មន្ទីរព័ត៌មានខេត្តត្រូវបន្តដើរតួនាទីជាស្ពានចម្លងដ៏រឹងមាំរវាងរដ្ឋបាលខេត្តនិងប្រជាពលរដ្ឋតាមរយៈការបង្កើនសកម្មភាពផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយឆាប់រហ័សនិងមានតម្លាភាពបន្តកិច្ចគូច្នៃប្រឌិតនិងលើកកម្ពស់គុណភាពនៃការផលិតកម្មវិធីព័ត៌មានជាពិសេសកម្មវិធីសន្ទនាមតិដោយត្រូវធ្វើយ៉ាងណាឲ្យទម្រង់នៃការផ្សាយនិងខ្លឹមសារសាកសួរដេញដោលមានភាពរស់រវើកទាក់ទាញនិងចំបញ្ហាសង្គមដែលពលរដ្ឋចង់ដឹងចង់ឮ